បញ្ច្រាស់ក្នុងគោលបំណងដាក់ឲ្យដំណើរការជាផ្លូវការនៃកម្មវិធីនវានុវត្តន៍បញ្ច្រាស់រដូវកាលទី6ដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលចូលកាលពីថ្ងៃទី14ខែសីហាដែលកម្មវិធីនេះមានលក្ខណៈខុសប្លែកពីកម្មវិធីពន្លឿនអាជីវកម្មទូទៅបានផ្ដោតលើការចាប់ផ្ដើមពីបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្ដែងតាមរយៈការតភ្ជាប់រវាងអ្នកជំនាញតាមវិស័យនិងក្រុមធុរកិច្ចថ្មីដែលនឹងផ្ដល់ដំណោះស្រាយចំគោលដៅនៃបញ្ហាដែលបានកំណត់នារដូវកាលទី6កម្មវិធីផ្ដោតការគាំទ្រលើធុរកិច្ចថ្មីស្ថិតក្នុងពីរដំណាក់កាលរួមមានកំពុងអភិវឌ្ឍផលិតផលអបបរមានិងកំពុងប្រតិបត្តិការក្នុងទីផ្សារក្នុងឱកាសនោះឯកឧត្តមបណ្ឌិតតាំងងួនលីនាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលចូលបានផ្ដល់កិត្តិយសថ្លែងសុន្ទរកថាបើកកម្មវិធីឯកឧត្តមបណ្ឌិតបានចែករំលែកនៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន3ចំណុចសំខាន់ទៅកាន់ធុរកិច្ចថ្មីរួមមាន1ត្រូវបើកចិត្តទូលាយនិងមានសមត្ថភាពក្នុងការបត់បែនខ្ពស់ជៀសវាងការជាប់ចិត្តនឹងគំនិតឬដំណោះស្រាយរបស់ខ្លួនក្នុងដំណាក់កាលដំបូងត្រូវខិតខំធ្វើតេស្តនិងកែលម្អឡើងវិញឲ្យបានឆាប់រហ័ស2ដឹកនាំអនុវត្តដោយមានវិន័យខ្ពស់ទេពកោសល្យអាចឲ្យអ្នកចូលរួមក្នុងកម្មវិធីប៉ុន្តែការអនុវត្តការងារប្រចាំថ្ងៃដោយម៉ឺងម៉ាត់ទើបជាកត្តាជំរុញការពង្រីកអាជីវកម្មនិង3ប្រើប្រាស់បណ្ដាញទំនាក់ទំនងឲ្យអស់ពីលទ្ធភាពរុញរាក្នុងការប្រើប្រាស់ធនធានដែលមានស្រាប់ត្រូវសកម្មក្នុងការកសាងទំនាក់ទំនងចោទសួរសំណួរពិបាកនិងរក្សាទំនាក់ទំនងទាំងនោះប្រកបដោយគុណតម្លៃ And unlike the traditional predator program, it was innovation program flip the script, meaning that we bring all the challenges that might not be visible to the startup founder put into the forefront so that they can select in advance. I think Ukraine is an example. They really marvel in development their defense tech, and now it become global expert for the drones and unmanned machine for combating their whatever the war or whatever they want. ជាមួយគ្នានោះលោកសុខាផានិតអ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលចូលបានផ្ដល់កិច្ចសម្ភាសជុំវិញថ្ងៃបទបង្ហាញបញ្ច្រាស់នេះថាចំនួនធុរកិច្ចថ្មីទាំង14ក្រុមដែលបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីបានជ្រាបកាន់តែច្បាស់ពីចំណោទបញ្ហាទីផ្សារសំខាន់ដោយមានការចូលរួមបញ្ជាក់បន្ថែមពីអ្នកជំនាញនិងអ្នកតម្រង់ទិសលើចំណោទបញ្ហាទីផ្សារចំនួន5ដូចជា1ដំណោះស្រាយ Digital សម្រាប់ការតភ្ជាប់ទីផ្សារនិងខ្សែច្រវាក់តម្លៃកសិកម្ម2ឧបករណ៍បច្ចេកទេសក្នុងការធ្វើទីផ្សារនិងជំរុញការលូតលាស់របស់អាជីវកម្ម3ដំណោះស្រាយហិរញ្ញវត្ថុ Digital សម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យម4ដោះស្រាយ Digital ឬឧបករណ៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មទេសចរណ៍និង5ដំណោះស្រាយ Digital ក្នុងវិស័យធានារ៉ាប់រងបាទជាបងជំរាបសួរទៅដល់បងទាំងអស់គ្នាហើយទៅដល់ធុរជនធុរកិច្ចថ្មីទៅដល់ម្ចាស់អាជីវកម្មក៏ជាសហគ្រិនរបស់យើងណាដោយឡែកនៅក្នុងកម្មវិធីនវានុវត្តន៍បញ្ច្រាស់នេះគឺជារដូវកាលទី6ហើយដែលបានន័យថាយើងធ្វើនេះគឺ6ឆ្នាំជាប់គ្នាហើយបានន័យថាធ្វើតាំងពីចុងឆ្នាំ2020រហូតដល់ឆ្នាំ2026នេះដែលជារដូវកាលទី6ហើយយើងឃើញថាពីមើលរដូវកាលគឺយើងមានឃើញថាការចូលរួមរបស់សហគ្រិនរបស់ធុរកិច្ចថ្មីគឺមានការកើនឡើងរហូតអញ្ចឹងដោយឡែកដូចក្នុងឆ្នាំនេះអញ្ចឹងយើងបានទទួលបានការដាក់ពាក្យប្រហែលជាជាង90 application បានន័យថាជាង90ក្រុមដែលគាត់បានដាក់ចូលមកនេះហើយយើងបានចម្រាញ់មកដល់ក្នុងដំណាក់កាលដែលយើងចាប់ផ្ដើមបើកសម្ពោធកម្មវិធីរបស់យើងជាផ្លូវការនេះគឺយើងមាន14ក្រុមក្នុងការចូលរួមក្នុងកម្មវិធីរបស់យើងណាហើយនៅក្នុងរយៈពេលកម្មវិធីរបស់យើងប្រហែលជា3ទៅ4ខែទៅមុខនេះគឺយើងនឹងចម្រាញ់បន្តទៅទៀតបានន័យថាបន្ទាប់ពីឥឡូវទៅគឺយើងមានរយៈពេល1ខែដើម្បីយើងសិក្សាពីគ្នាដើម្បីចម្រាញ់យើងនឹងជំរុះមកតង់ហើយចំនួននៃការជំរុះហ្នឹងគឺយើងអត់កំណត់ទេវាអាស្រ័យទៅលើថាតើសក្តានុពលរបស់ក្រុមធុរកិច្ចថ្មីរបស់គាត់ហ្នឹងគឺកម្រិតណាអញ្ចឹងយើងនឹងកាត់យកចំនួនដែលគាត់មាន potentiality របស់គាត់នឹងល្អអញ្ចឹងទៅហើយដល់ចុងកម្មវិធីគឺយើងនឹងរើសយកក្រុមធុរកិច្ចថ្មីដែលយើងហៅថា top performance team ណាយើងមិនទាន់កំណត់តែជាទូទៅយើងមានប្រហែលជាយ៉ាងហោចណាស់ប្រហែលជា4ទៅ5ក្រុមដែរដែលពួកគាត់អាចនឹងទី1គាត់ទទួល
ទទួលបាន recognition ទទួលបានពានរង្វាន់គាត់ទទួលបានអីទី2គាត់ទទួលបាននៅការវិនិយោគដោយមិនទទួលយកភាគហ៊ុនបាទថាយើងជា equity free investment ជា grant ពីកម្មវិធីរបស់យើងដើម្បីឲ្យពួកគាត់ក្នុងការយកទៅប្រើប្រាស់ដើម្បីជំរុញផលិតផល MVP របស់គាត់សេវាកម្មរបស់គាត់ក្នុងការចូលទីផ្សារបាទចំពោះការប្រកួតប្រជែងនៅកាលទី6យើងផ្ដោតលើប្រធានបទអ្វីជាសំខាន់ដែរបាទនៅក្នុងរដូវកាលនេះគឺយើងមានប្រធានបទ5ធំបាទទី1ហ្នឹងគឺក្នុងបច្ចេកវិទ្យាខាងកសិកម្មព្រោះយើងដឹងហើយថាកសិកម្មគឺជាជំទល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារបស់យើងយ៉ាងខ្លាំងដោយឡែកគឺយើងចង់ជំរុញបច្ចេកវិទ្យានវានុវត្តន៍នៅក្នុងវិស័យមួយនោះឲ្យកាន់តែច្រើនទី2គឺក្នុងវិស័យទេសចរក៏យើងដឹងដែរថាជាជំទល់សេដ្ឋកិច្ចរបស់ខ្មែរយើងដែរអញ្ចឹងក៏យើងកំពុងតែជំរុញនវានុវត្តន៍ដែលជាបច្ចេកវិទ្យាផ្សេងដើម្បីឲ្យអ្នកដែលគាត់មានទេពកោសល្យបុគ្គលមានទេពកោសល្យក្នុងការបង្កើតអាភាពច្នៃប្រឌិតដើម្បីជំរុញអាដំណោះស្រាយនេះជួយទៅដល់ម្ចាស់អាជីវកម្មដែលគាត់កំពុងតែនៅក្នុងវិស័យទេសចរទាំងអស់ហ្នឹងទី3គឺយើងផ្ដោតទៅលើ inclusive financial solution ទៅដល់ MSME បានន័យថាយើងចង់ជំរុញផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការដែលអាចជួយទៅដល់ម្ចាស់អាជីវកម្មមិនថាមីក្រូតូចឬក៏មធ្យមសហគ្រាសរបស់យើងទេដែលពួកគាត់អាចទទួលក្នុងការប្រើប្រាស់អ្វីដែលសំខាន់នេះគឺដើម្បីជួយពួកគាត់នៅអាច access ទៅកាន់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការបានព្រោះយើងដឹងហើយថាក្នុងពេលបច្ចុប្បន្នម្ចាស់អាជីវកម្មរបស់យើងជាច្រើនគាត់នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីគាត់អាចទទួលបានសេវាកម្មខាងផ្នែកហិរញ្ញវត្ថុនៅបានចំ 100% នៅឡើយទេអញ្ចឹងណាបាទទី4គឺក្នុងបច្ចេកវិទ្យាតាក់ទងជាមួយនឹងការធ្វើទីផ្សារអញ្ចឹងយើងឃើញថាក្នុងពេលបច្ចុប្បន្ន influencer creator ការធ្វើទីផ្សារ digital គឺកំពុង booming ហើយប៉ុន្តែក៏យើងកំពុងតែជំរុញដែរថាតើធ្វើម៉េចដើម្បីឲ្យការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារនោះឲ្យកាន់តែមានភាពទូលំទូលាយជាងមុនអញ្ចឹងណាបាទអញ្ចឹងមានឧទាហរណ៍ដូចជាក្រុមមួយចំនួនហ្នឹងគាត់បង្កើតតាក់ទងជាមួយបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទៅលើ influencer KOL អីជាដើមអញ្ចឹងណាបាទហើយនឹងទី5នោះយើង open challenge បានន័យថាយើងឲ្យសាធារណៈអាចនឹងដាក់ពាក្យមកហើយយើងមើលទៅលើថាតើគាត់មាន challenge អីដែលគាត់កំពុងដោះមើលទៅដែលយើងអាចនឹងថាមានសក្តានុពលណាហើយនៅក្នុងចំណោម application ទាំងអស់នោះដែលគាត់ដាក់នៅក្នុង category តាក់ទងជាមួយនឹងការដែលយើងបើកជា challenge ក្នុងទីផ្សារនេះយើងឃើញមានមួយនៅក្នុងវិស័យហិរញ្ញវត្ថុព្រោះយើងឃើញថាប្រធានធានារ៉ាប់រងនេះធានារ៉ាប់រង sorry ធានារ៉ាប់រងយើងឃើញថាកំពុងតែមានច្រើនប៉ុន្តែតាក់ទងមួយបច្ចេកវិទ្យាដើម្បីជំរុញឲ្យប្រជាជនរបស់យើងក្នុងការទៅប្រើប្រាស់ហ្នឹងគឺមិនទាន់ទៅមាននៅឡើយទេអញ្ចឹងយើងឃើញថាមានមួយដែលគាត់នឹងបានដាក់ចូលមកអញ្ចឹងក៏យើងទទួលតាក់ទងជាមួយនឹង Open Challenge ទី5នេះតាក់ទងជាមួយបច្ចេកវិទ្យាក្នុងវិស័យធានារ៉ាប់រងបាទកម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាសហគ្រិនជាធុរកិច្ចថ្មីនិងនវានុវត្តជនដោយមានការដាក់ពាក្យស្នើសុំរហូតដល់95ក្រុមយ៉ាងណាមិញក្រោយការវាយតម្លៃយ៉ាងម៉ឺងម៉ាត់និងល្អិតល្អន់កម្មវិធីបានជ្រើសរើសក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់និងស្របតាមលក្ខន្តិកៈនៃកម្មវិធីចំនួន14ក្រុមដើម្បីរួមដំណើរប្រកបដោយស្មារតីបុរេសកម្មនិងការតាំងចិត្តខ្ពស់ធុរកិច្ចថ្មីនេះនឹងឆ្លងកាត់វគ្គជំរំចាប់ផ្ដើមរយៈពេល4សប្តាហ៍វគ្គពង្រឹងអាជីវកម្មរយៈពេល11សប្តាហ៍និងថ្ងៃបត់បង្ហាញឆ្ពោះទៅមុខដែលធុរកិច្ចថ្មីនឹងបង្ហាញពីសក្តានុពលនិងវឌ្ឍនភាពនៃការអភិវឌ្ឍអាជីវកម្មទៅកាន់សាធារណជនដើម្បីប្រកួតប្រជែងឲ្យក្លាយជាម្ចាស់ជ័យលាភីដែលនឹងទទួលបានប្រាក់វិនិយោគមិនយកភាគហ៊ុនចំនួន80លានរៀល